លោកអគ្គមហាសេនាបតីពេថ្ងៃនេះនៅចំពោះមុខរាជសភាពិតជាអស្ចារ្យណាស់ជជែកឈ្នះអស់មន្ត្រីគ្រាវឹកវរត្រូវប្រើច្បាប់តឹងរឹងអ្វីដែលទូលបង្គំធ្វើនឹងកម្ចាត់គឺដើម្បីគ្រឹះរាជបល្ល័ង្កទ្រង់ជារៀងរហូតចុះជីវិតរបស់អ្នកនាងធំត្រកូលសឹមគិតយ៉ាងម៉េចវិញកូនស្រីច្បងត្រកូលសឹមបានស្លាប់ក្នុងភ្នក់ភ្លើងកាលពី10ឆ្នាំមុនឆ្អឹងខ្លាយជាភេទបាត់ហើយអ្នកដែលឈរនៅទីនេះគឺមានតែមហាសេនាបតីដែលកម្ចាត់ឧបសគ្គជូនទ្រង់ជាកំបិតស្រីឈាមមួយដើមអញ្ចឹងពិភពលោកមិនឲ្យមនុស្សស្រីក្តាប់អំណាចអ្នកក៏សុខចិត្តលះបង់ភាពជាស្រីដើម្បីកុំឲ្យទឹកដីធ្លាក់លើដៃជនក្បត់ប៉ុន្តែលោកអគ្គមហាសេនាបតីទោះយើងជានគរអធិរាជក៏យើងនៅតែឯកោភ្នក់ភ្លើងនោះមិនត្រឹមតែកំទេចភាពជាស្រីរបស់អ្នកទេប៉ុន្តែក៏បានឆេះបំផ្លាញជាម្ចាស់ផែនដីហើយចង់បានអ្វីក៏ទៅយកចុះប្រសិនបើសង្គមនេះមិនព្រមឲ្យអ្វីដែលទ្រង់ចង់បានទូលបង្គំនឹងកាប់សម្លាប់បង្កើតសង្គមថ្មីមួយឲ្យទ្រង់អញ្ចឹងឲ្យតែផែនដីនេះមានសន្តិភាពយើងក៏ឲ្យអ្នកសិនវ័យនេះមួយជីវិតនេះធ្វើជាមន្ត្រីស្មោះត្រង់តែម្នាក់គត់របស់យើងបដូរខោអាវទៅនេះជាឈុតដែលរៀមច្បងចូលចិត្តឃើញអ្នកពាក់បំផុតកាលពីមុនថ្ងៃនេះជាថ្ងៃខួបស្លាប់របស់ទ្រង់ទៅភ្នូររាជវង្សជាមួយយើងតើណែបដូរនៅទីនេះទៅវ័យនេះរៀមច្បងតែនិយាយថាអ្នកពាក់ពណ៌ស៊ីជម្ពូស្អាតបំផុតដូចជាផ្កាតៅផ្អែមអញ្ចឹងប៉ុន្តែឥឡូវនេះឆ្អឹងនឹងឈាមរបស់ទ្រង់រលួយក្នុងភក់អស់ហើយទៅប្រាប់ទ្រង់ទៅថាអ្នកសឹមវ័យនេះគ្រប់ជាតិត្រូវជំនួសទ្រង់ធ្វើជាមន្ត្រីស្មោះត្រង់តែម្នាក់គត់របស់យើងព្រះនាងវ៉ែនីងមើលចុះមនុស្សដែលចង់ឲ្យខ្ញុំស្លាប់លើលោកនេះច្រើនណាស់បើខ្ញុំស្លាប់ទៅតើនាងឈឺចាប់ដែរទេកុំអីហៅគ្រូពេទ្យលួងបើចង់កើតអីទៅខ្ញុំនឹងឲ្យមនុស្សទូទាំងលោកនេះស្លាប់កប់តាមទ្រង់ព្រះនាងពិតជាចេះរៀបចំផែនការល្អណាស់យកទាំងរាជបល្ល័ង្កមកធ្វើជាល្បែងភ្នាល់យកទាំងជីវិតដ៏ខ្ពង់ខ្ពស់មកសាក់លបងចិត្តទូលបង្គំតើទ្រង់ឈួតហើយមែនទេបើទ្រង់មិនភ្ញាក់ឡើងវិញទេចុះ10ឆ្នាំដែលទូលបង្គំខំទ្រាំនឹងទទួលឈ្មោះអាក្រក់ជំនួសទ្រង់វាមានន័យស្អីតើទ្រង់មានសិទ្ធិអីយកជីវិតមកគំរាមទូលបង្គំបែបនេះព្រោះយើងដឹងបើយើងឈ្នះនាងនឹងត្រូវធ្វើជាមនុស្សគ្មានបេះដូងនៅក្បែរយើងជារៀងរហូតបិទមាត់ទៅជ្រើសរើសយើងបែរជាមិនព្រមងាកមកមើលយើងសូម្បីតែមួយភ្នែកបើទូលបង្គំងាកក្រោយនោះទ្រង់នឹងមានចំណុចខ្សោយហើយយើងមានវាតាំងពីយូរណាស់មកហើយទីនេះជាភ្នូរលួងយើងគ្រាន់តែចង់ឲ្យគេមើលឃើញទ្រង់កំពុងតែដាក់ទោសទូលបង្គំឬមួយកំពុងដាក់ទោសខ្លួនឯងមកដល់ពេលនេះនៅតែដេញយីងទូល
បង្គំមានរឿងសំខាន់មកទូលថ្វាយចូលមកលោកប្រមុខរដ្ឋមន្ត្រីមកមានការយោធាភាគខាងជើងមានចលនាចម្លែកសូមយោបល់ត្រង់ថាតើស្អែកសិននិយាយយើងប្រាប់ថាស្អែកក្តៅទេមិនក្តៅទេអរព្រះគុណព្រះនាងដែលទ្រង់បារម្ភឯងឈ្មោះអីទូលថ្វាយព្រះនាងទូលបង្គំឈ្មោះអាដូមុខមាត់កៅភ្នែកស្អាតបាតតែព្រះនាងយ៉ាងម៉េចការបម្រើចិត្តស្និទ្ធបែបនេះប៉ះពាល់ដល់លោកប្រមុខរដ្ឋមន្ត្រីចេះដឹងច្រើនណាស់តែជាតួនាទីរបស់ទូបង្គំអ៊ីចឹងតួនាទីរបស់លោកប្រមុខរដ្ឋមន្ត្រីគឺតាមដានបញ្ជីជ្រើសរើសស្នំឲ្យយើងបាយយ៉ានថ្ងៃនេះនៅចំពោះមុខមន្ត្រីលោកបាននិយាយអ្វីខ្លះលោកថាព្រះមហាក្សត្រីគួរតែជ្រើសរើសស្នំឲ្យច្រើនមិនមែនលោកជាអ្នកនិយាយទេគឺទូលបង្គំជាអ្នកទូលអ៊ីចឹងយើងធ្វើតាមយើងហៅមនុស្សពីរនាក់មកលោកមហាសេនាបតីមិនពេញចិត្តទេទូលបង្គំឬមួយសម្ដីលោកមហាសេនាបតីនិយាយថ្ងៃនេះគឺនិយាយដោយសារខឹងទូលបង្គំគឺទូលបង្គំនិយាយតាមការពិតប៉ុណ្ណោះនិយាយតាមការពិតលោកមហាសេនាបតីក្រាបទូលឯងស្អប់យើងទេទូលបង្គំមិនស្អប់ទេទូលបង្គំគ្រាន់តែមិនចង់ឃើញអ៊ីចឹងឯងស្ដាប់ទៅបេះដូងយើងធ្លាប់តែប្រគល់ឲ្យមនុស្សម្នាក់គត់យប់នេះមនុស្សពីរនាក់នោះគ្រាន់តែមកបម្រើលើកតែនិងសិតសក់ប៉ុណ្ណោះប៉ុន្តែសម្ដីដែលនិយាយថ្ងៃនេះយើងមិនយកជាការបង្គំយល់ហើយលើកក្រោយបើឯងចង់និយាយអ្វីត្រូវមកប្រាប់យើងមុនរឿងជ្រើសរើសព្រះស្នំខាងក្រសួងបានរៀបចំរួចហើយការបបបាញ់រដូវស្លឹកឈើជ្រុះឆ្នាំនេះកូនចៅអភិជនគ្រប់ទិសទីនឹងទៅតាមព្រះនាងអាចជ្រើសរើសអ្នកដែលល្អបំផុតបានលោកមហាសេនាបតីគិតថាអ្នកណាទើបសមរម្យទូលបង្គំយល់ថាកូនប្រុសមេតបឈិនជើមានរូបឆោមលោមពណ៌និងចរិតស្លូតបូនលោកសេនាបតីបៃគិតគូបានល្អណាស់ទូលបង្គំនឹងលើកយករឿងនេះមកពិភាក្សានៅក្នុងរាជសភាសូមព្រះនាងទ្រង់សម្រេចក្រាបទូលព្រះនាងទឹកក្តៅរៀបចំរួចរាល់ហើយយកមនុស្សប្រុសពីរនាក់យកអ្នកណាដែលសង្ហាបំផុត